Hello guys, this is my part 2 of my Busan day tour on 30 March 2025 ដោយសារតែមួយរយៈនេះខ្ញុំរវល់ជាមួយនឹងការងារក៏អត់បានកាត់តវីដេអូបន្តអញ្ចឹងផាត1មកផាត2រៀងយូរបន្តិចអញ្ចឹងក្នុងវីដេអូនេះជាផាតទី2ដែលខ្ញុំធ្វើបញ្ចប់តាក់ទងជាមួយនឹងធួរនៅ Busan កូរ៉េខាងត្បូងនិយាយរួមទៅការពីវីដេអូនេះមកបាន record សំឡេងចូលទេព្រោះដោយសារតែខ្ញុំអត់សូវមានពេលដែរខ្ញុំកាត់តយកប៉ុន្តែវីដេអូនេះវិញខ្ញុំសុខចិត្តចំណាយពេលដើម្បីបញ្ចូលសំឡេងតិចតួចចឹងទៅចឹងវាដល់ជាមួយនឹងការធ្វើដំណើររបស់ខ្ញុំនេះធ្វើទៅបាត់តែខ្ញុំទៅកូរ៉េដោយខ្លួនឯងប៉ុន្តែខ្ញុំបានទិញកញ្ចប់ធួរជា local ធួររបស់គេនៅទីនោះអូខេអញ្ចឹងចូលមកដល់ចំណុចកញ្ចប់ធួរ local របស់គេនៅទីនោះគឺខ្ញុំបានទិញតាមរយៈ app Klook ដែលខ្ញុំរើសយក option ដែលទៅលេងបាន4ទីតាំងក្នុងមួយថ្ងៃគឺសម្រាប់ម្នាក់មនុស្សធំគឺ 165,000 រៀលខ្មែរយើងគិតជា$ប្រហែលជា$40ជាងតិចតួចនៅក្នុងការទៅលេងនេះគឺខ្ញុំបានទៅលេងទីតាំងទី1គឺនៅ Yongponsa Temple ដែលនៅក្នុងវីដេអូផាតទី1របស់ខ្ញុំបើអ្នកទាំងអស់គ្នាចង់មើលនិងចង់ដឹងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង channel របស់ខ្ញុំហើយចូលទៅមើលទៅខ្ញុំនឹង copy link នៅក្នុងក្រុមវីដេអូនេះអ្នកទាំងអស់គ្នាអាចចូលទៅមើលបានហើយទី2គឺដូចនៅក្នុងវីដេអូនឹងអញ្ចឹងគឺខ្ញុំបានទៅលេងនៅកន្លែងBlue Line Park Beach នៅ Busan ហ្នឹងហើយបន្ទាប់ពីហ្នឹងមកគឺខ្ញុំđangជាប្រអប់ trend ទូចមួយដែលគេហៅថា Blue Line Sky Capsule នៅក្នុងកញ្ចប់ធួរដែលខ្ញុំយកនោះគឺគេបាន cover តម្លៃសបុតឡើងជិះ trend ហ្នឹងឯងដែលខ្ញុំមិនចាំបាច់ចំណាយទៅលើថ្លៃសបុតហ្នឹងបន្ថែមទៀតទេបន្ទាប់ពីឡើងជិះ trend ហ្នឹងរួចគឺពួកខ្ញុំបានទៅលេងនៅភូមិវប្បធម៌កម្មឆុនដែលជាទីតាំងមួយល្បីដែរនៅ Busan ហើយបន្ទាប់ពីកម្មឆុន Village មកគឺខ្ញុំបានទៅលេងនៅ Honyul ជាភូមិវប្បធម៌ដូចគ្នាប៉ុន្តែនៅជាប់មាត់សមុទ្រដែរភូមិរបស់គេហ្នឹងគឺធ្វើផ្លូវខ្សែមួយហើយមានហាងទូចៗនៅតាមផ្លូវភូមិរបស់គេហ្នឹងអ្នកទាំងអស់គ្នានឹងតិចទៀតអ្នកទាំងអស់គ្នានឹងបានឃើញតាមវីដេអូតាមដាំដោយរបស់ខ្ញុំខ្ញុំកាត់តនៅក្នុងវីដេអូនេះដែរមួយវិញទៀតអ្នកទាំងអស់គ្នាបើសិនជាស្ដាប់ខ្ញុំទៅរៀងឆ្កងអីចឹងណាក៏សុំទោសនិងសុំការអធិស្ឋានព្រោះដោយសារតែខ្ញុំអត់សូវមានបទពិសោធន៍ក្នុងការនិយាយធ្វើជាវីដេអូអញ្ចឹងឯងប៉ុន្តែក្នុងវីដេអូនេះខ្ញុំចង់និយាយខ្លះដើម្បីកុំឲ្យស្ងាត់ពេកព្រោះក្នុងវីដេអូដែលខ្ញុំថតនេះខ្ញុំអត់សូវនិយាយដូចគ្នាខ្ញុំថតភាគច្រើនយកទៅទេសភាពអីចឹងខ្ញុំអត់សូវបាន describe ច្រើនតែមកឃើញច្រើនដូច្នេះតកតងជាមួយនឹងបទពិសោធន៍សម្រាប់ខ្ញុំឯណាអ្នកទាំងអស់គ្នាព្រោះខ្ញុំទៅកូរ៉េលើកមុនជាមួយមិត្តភ័ក្ដិខ្ញុំភាគច្រើនគឺខ្ញុំដើរតែខ្លួនឯងទេទៅណាមកណាក៏ខ្ញុំទៅតែខ្លួនឯងដែរតែលើកនេះគឺជាលើកទី1ដូចគ្នាដែលខ្ញុំទិញកញ្ចប់ធួរលក្ខណៈ local គេនៅនោះហ្មងបើនិយាយទៅចឹងនិយាយថាមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួនអញ្ចឹងណាចឹងសម្រាប់ជាការបទពិសោធន៍ទាំងខ្ញុំធ្លាប់ទៅដោយខ្លួនឯងនិងការទិញ local ធួរនៅទីនោះគឺបើបទពិសោធន៍តកតងជាមួយនឹងគុណសម្បត្តិនៃការដើរខ្លួនឯងមានន័យថាយើងចង់ធ្វើដំណើរម៉ោងណាក៏បានយើងចង់សម្រាប់យូរប៉ុណ្ណាក៏បានបន្តដំណើរទៅពេលណាក៏បានហើយបើដើរជាមួយនឹង local tour ដូចយើងទៅតាម tour អញ្ចឹងគេមានម៉ោងរបស់គេគឺសម្រាប់រយៈពេលប្រហែលនាទីទៅកន្លែងណាគឺត្រូវតែមានការកំណត់ជួបគ្នានៅចំណុច meeting អីចឹងទៅអញ្ចឹងយើងត្រូវតែរៀងលឿនរស់រាន់អត់អាចយឺតយ៉ាវបានទេព្រោះដោយសារយើងមិនមែនទៅតែខ្លួនឯងមានសមាជិកក្នុងក្រុមឯទៀតហើយថាសម្រាប់ជាបទពិសោធន៍ខ្ញុំតកតងជាមួយនឹងគុណវិបត្តិនៃការដើរខ្លួនឯងគឺនៅពេលដែលដើរយើងត្រូវ search មើលឲ្យថាអូតំបន់ហ្នឹងត្រូវជិះអីទៅត្រូវធ្វើដំណើរតាមណារថភ្លើងបានអត់ឡានក្រុងបានអត់ព្រោះអីនៅប្រទេសកូរ៉េយើងអាចធ្វើដំណើរតាម subway train តាមឡានក្រុងបានឬក៏យើងជិះតាក់ស៊ីក៏បានដែរតែនៅសម្រាប់ខ្ញុំនៅទីនោះពេលដែលខ្ញុំនៅ Busan ហ្មងខ្ញុំបាន
pra mình show bài chỉ sập vé để những miền cát cái hai cát thi mà nỉ cát bao cái những ai thưa tận ở tam cái hai tham public transportation cái bán tiền làn cóng tiền sập về hơi tại tôi cho muối năng đôi nhung vậy chắc mà giờ dân đa luôn á dân thật cất đây theo thợ tên này mong mẹ nó thợ chi aiไปคลักแข่งเวียนเพลย์บุไอ้ย้อมอาซาตังเวียนเพลย์แต่ย้อยนึงจะหล่ำเพลย์จะหล่ำสเตชันนี่จังงั้นนี่ให้เราไปได้ยมได้ตามกรุ๊ปทัวร์เกนตีนุ๊กจังเอาไว้ได้ยมด้วยที่อเมริกาเถอะก็ได้แขวแต่ปีเลือนจังยังเถอะแต่สดับเกแท้ยังแต่ดาเลนั่งจำนวนประมาณตีให้มองมันยังมากระไรจูบกระไรจูบเนียเป็นตามเมาตีตังผัวได้ทอดมาเด้เราไปเดี๋ยวยังได้ตามทัวร์จังประกาศจะมีทัวร์ลีดเดอร์เกสำหรับแผบเยอะไงเกเดสการแผบยังแท้ยังเถอะตะเลนั่นไหนหมายในตีให้มาจูบเนียเว้นในกระไรนับจูบนั่งในกระไรนะให้มองหมายนึงแต่ดับใบยังปตอนตนาแต่มากระไรเตียดจังไปมีการงี้สัวได้สำหรับยมเนเปได้ทัวร์หลึกนี่เดี๋ยวยมเตยจีเละขนาดหัวแซ่ให้ยมติงกับจับทัวร์นตีนุ๊กคือสัวถวงแทยังติงกับจับทัวร์นึงรู้ยังเตยจำแต่เตยตามเกจังงั้นจังอันนั้นชีคนสมบัติมุ้ยเดี๋ยวยังติงทัวร์ตามท่าตามหนุ่มบ้านเกเดี๋ยวยังจังเตยหัวไอ้เนยกับจับทัวร์มุ้ยเกเมียนตามหนุ่มบ้านเดี๋ยวยังจังเตยยังสลัดเมื่อต้ยังจังเตยกระไหลหน้คล้ายให้ดมไหลกับคอกเนี่ยตามนั่งภาษาในยังเตยติดกระไหลได้เต้ดมไหลกับเตียบตามนั่งยังเตยให้นักนองกับจับทัวร์นี่ได้คือยังยามมา5ថ្ងៃត្រង់ส่วนไอ้โดยจีเปนี่จังดอกมองใบថ្ងៃត្រង់ไงจังเกนังนวมยังเตยพบชนิดทานโดยจีได้กูเกจังเต้แต่สำหรับnhómเตะตรงมือกับจับทัวร์นี้เอาไว้ได้เชียปัญญาสำหรับnhóm đấyคืออาหารថ្ងៃត្រង់ដូចថាកន្លែងដែលធម្មតាប៊ូសែនគឺជាទីក្រុងមួយបើយើងនិយាយមកស្រុកខ្មែរយើងគឺដូចនឹងក្រុងប៊ូសែនរបស់យើងអញ្ចឹងប៊ូសែនទៅដល់គឺគ្រឿងសមុទ្រអញ្ចឹងនៅភពជំនាញថាដែលគេនាំយើងទៅហ្នឹងអបសិនម្ហូបគេគឺមានតែគ្រឿងសមុទ្រទាំងអស់ហើយហាងដែលខ្ញុំទៅនេះតម្លៃរៀងគួរសមដែរញ៉ាំមួយពេល3នាក់អស់ពេលហ្នឹងតាមដែលខ្ញុំចាំញ៉ាំអស់ដូចជា$50ជាងនឹងគាត់អាហារថ្ងៃត្រង់ណាអូខេអញ្ចឹងយើងគិតថាអាហ្នឹងវាក៏ជាគុណវិបត្តិមួយក្នុងការដើរធួព្រោះគេនាំយើងទៅញ៉ាំដែលណាយើងទៅញ៉ាំដែលហ្នឹងហើយនៅក្នុងកញ្ចប់ធួនេះទោះបីជាយើងមិនចង់ញ៉ាំនៅកន្លែងនេះគេនាំទៅក៏បានយើងអាចជ្រើសរើសហាងក្បែរហ្នឹងអញ្ចឹងទៅប៉ុន្តែធម្មតាតែយើងទៅអញ្ចឹងយើងតែងតែចង់ដើរជាក្រុមឯងចឹងមកដល់ចំណុចនេះអ្នកទាំងអស់គ្នាអាចឃើញទឹកមុខខ្ញុំបែរនៅពេលដែលខ្ញុំនិយាយជាមួយគេថាអត់មានអីផ្សេងក្រៅពីគ្រឿងសមុទ្រទេហ៎ដល់ពេលឲ្យម្ចាស់ហាងគាត់ថាអត់មានទេគឺសុទ្ធតែគ្រឿងសមុទ្រតែម្ហូបនៅកន្លែងដែលខ្ញុំចូលនេះឆ្ងាញ់រសជាតិឆ្ងាញ់ចំណុចដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាមួយទៀតគឺតាក់ទងជាមួយនឹងនៅប្រទេសកូរ៉េតម្លៃធម្មតាថ្លៃជាងយើងបន្តិចប៉ុន្តែបរិមាណគេច្រើនណាស់ដូចខ្ញុំទៅកូរ៉េអញ្ចឹងគ្រួសារខ្ញុំគ្នា3នាក់តម្លៃមធ្យមឯងងុំគឺញ៉ាំបាត់ដែរអស់ហ្មងគឺនៅសល់ទាំងអស់ហើយអ្វីដែលខ្ញុំខ្លាចនៅពេលនោះគឺក្រែងចិត្តគីឡូម្ចាស់ហាងគេថាម្ហូបគេអត់ឆ្ងាញ់យើងញ៉ាំសល់អីចឹងតែតាមពិតមែននេះចំនួនគេដាក់មកនឹងច្រើនពីអ្វីដែលយើងញ៉ាំទៅអញ្ចឹងព្រោះដូចគ្រួសារខ្ញុំជាអ្នកញ៉ាំច្រើនដែរប៉ុន្តែម្ហូបដែលគេដាក់មកគឺនៅតែសល់គឺញ៉ាំមិនអស់ហ្មងគេនាំមកតាមខ្លួននេះគេនាំមកចូលហាងនៅចិត្តកន្លែងទៅខ្ញុំចង់សភើដូចប្រហែលមកសតទៅគ្រឿងស្មត់ឥឡូវនេះហើយមានអាំប៊ូឡនគេទៅមែននេះគេហាងគេទៅកាប់នេះនេះជំនួសនេះចឹងបន្ទាប់ពីញ៉ាំរួចគិតលុយរួចខ្ញុំនឹងក៏ចុះមកខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសសមុទ្ររបស់គេក្នុងក្រុមធួដែលខ្ញុំដើរនេះមានច្រើនសញ្ជាតិហើយនៅក្នុងនេះមានខ្ញុំចាំមានបងប្រុសម្នាក់ដែលគាត់មានសញ្ជាតិគាត់
ចឹងថាគាត់មានដើមកំណើតជាជនជាតិឥណ្ឌាប៉ុន្តែគាត់ទៅនៅអាមេរិកយូរគាត់នៅរដ្ឋតិចសេសគាត់បាននិយាយទៅគាត់រស់រាយគាត់មកសួរខ្ញុំថាខ្ញុំមកពីណាជនជាតិអីចឹងណាចឹងនៅពេលដែលខ្ញុំប្រាប់គាត់ថាខ្ញុំជាជនជាតិខ្មែរជនជាតិកម្ពុជាមានថា I'm from Cambodia ចឹងគាត់មានអារម្មណ៍ថានិយាយថាគាត់លក្ខណៈ surprise តែបានជួបជនជាតិខ្មែរយើងដើរលេងតាមធួចឹងណាហើយខ្ញុំក៏ប្រាប់គាត់ទៀតថាខ្ញុំមកលើកហ្នឹងគឺលើកទី5របស់ខ្ញុំហីគាត់កាន់តែភ្ញាក់ផ្អើលទៀតគាត់សួរខ្ញុំថាហេតុអីមិនចូលចិត្តមកកូរ៉េខ្ញុំថាខ្ញុំក៏អត់ដឹងដែរព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តកូរ៉េអូខេអញ្ចឹងឥឡូវចាប់ផ្ដើមចេញពីកន្លែងញ៉ាំអីហើយធ្វើដំណើរទៅជីBlue Land Sky Capsule អូខេ let's go នេះជាខ្សែផ្លូវរថភ្លើងឈ្មោះដូចជា Hyundai Big Train មានន័យថា train នេះគេជិះទៅយើងអង្គុយបាយចំទៅសមុទ្រខ្ញុំមកបានជិះ train ហ្នឹងឯងខ្ញុំបានតែឃើញព្រោះខ្ញុំដើរហួសអត់ជិះ train ហ្នឹងឯងទៅជិះ Blue Land Sky Capsule វិញAnd I am sorry for the people that I didn't use the sticker cover your face. I think that it is our previous memory together. I hope that one day all of you will see yourself in my video. Trong đóចំណុចនេះទឹកបុកខ្ញុំចាប់ដើមរៀងប្រែប្រួលតិចតួចហើយព្រោះដោយសារអីចាប់ដើមឈឺជើងដល់ពេលហ្នឹងអូខេអញ្ចឹងបន្តពីរងចាំអស់ជាង10នាទីឥឡូវដល់វាគ្រួសារខ្ញុំឡើងទៅជីក្នុង Sky Capsule ម្ដងឯងអញ្ចឹងអ្វីដែលខ្ញុំដឹងទេសម្រាប់ Sky Capsule នេះមិនមែនយើងទៅដល់ភ្លាមយើងទិញបានភ្លាមទេព្រោះជាទូទៅគឺយើងត្រូវការកក់មុនបើមិនអញ្ចឹងទេអត់មានសម្បត្តិឡើងជីទេនិយាយពីលបឿនរបស់ប្រអប់ញ៉ឹងថាប្រអប់រថភ្លើងចាស់ទៅសន្សឹមយឺតទេមិនសូវលឿនមែននេះដូចជារយៈពេលជិះពីចំណុចដែលខ្ញុំឡើងហ្នឹងដល់ចំណុចដែលខ្ញុំចុះដូចជាខ្ទង់ជិត20នាទី
តិចបានឡានចូលបានហ្នឹងណាគ្នាយើងអូខេចឹងមកដល់វគ្គដែលខ្ញុំមកដល់កម្មឆន Village ដែលជាភូមិវប្បធម៌លើកនេះគឺជាលើកទី2របស់ខ្ញុំកាលពីលើកទី1នៅឆ្នាំ2022ខែ11នៅពេលនោះប្រទេសកូរ៉េទំតបើកមែនប្រទេសកូរ៉េមានន័យថាប្រទេសទាំងអស់គឺទៅតែចាប់ផ្ដើមសះស្បើយពីកូវីដទេអញ្ចឹងបើខ្ញុំប្រៀបធៀបពីការពីឆ្នាំ2022និងឥឡូវនៅដូចនៅក្នុងវីដេអូដែលខ្ញុំកំពុងទៅនៅឆ្នាំ2025ខែ3នេះគឺឃើញថាខុសគ្នាខ្លាំងមែនតើព្រោះនៅតាមផ្លូវនៅក្នុងវីដេអូនេះគឺអត់មានមនុស្សទេមានតិចបំផុតហើយនៅពេលនោះគឺគ្រប់គ្នានៅពាក់ម៉ាស់រួមទាំងខ្ញុំផងដែរអ្នកទាំងអស់គ្នាអាចមើលក្នុងវីដេអូនេះបានអានេះជាវីដេអូដែលគឺខុសគ្នាខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចមើលបានGuys, you can see in my video between November 2022 and March 2025 is very different because in November 2022 the situation is after COVID, so there are no crowd. But in March, very crowded. Many foreigner tourists come to Kamchon Village, like you see in the video. សូម្បីតែតេតទៅជាមួយនឹងហាងលក់ទំនិញមិនថាលក់វត្ថុអនុស្សាវរីយ៍ឬក៏លក់របស់ញ៉ាំទេនៅពេលដែលឆ្នាំ2022គឺអត់សូវមានបើកទេគឺបិទច្រើនប៉ុន្តែដោយឡែកនៅឆ្នាំ2025នេះគឺបើកច្រើនមានន័យថាខ្ញុំអាចនិយាយបានថាគឺខុសគ្នាខ្លាំងមែនតើហ្មងគឺអ៊ូអមែនតើបើកាលពី2022វិញដើរទៅមានអារម្មណ៍ថារៀងស្ងាត់ចង់ខ្លាចណាបើនិយាយទៅបើសិនជាកុំមានមនុស្សដើរដូចគេហៅទីក្រុងដូចរៀង Zombie Train to Busan អីចឹងណានិយាយពីកូនស្រីខ្ញុំវិញងាកឃ្លានដើរហ្នឹងចាប់ផ្ដើមមុខរៀងឲ្យតែរៀងធ្លាក់ទឹកមុខហ្នឹងគឺប្រកាសជាថាមានរអីហ៎បើមិនស្រែកទឹកទេក៏ទាញ៉ាំនេះទាញ៉ាំនោះជាពិសេសគេហៅថាំងគូលូស្អីគេអាផ្លែឈើដោតដាក់ស្ករខ្ញុំអត់ចេះហៅទេមិនដឹងទេអត់នៅក្នុងគឺសបោណាពេញនិយមណានៅកន្លែងតំបន់ទេសចរណាក៏មានលក់ដែរអញ្ចឹងឲ្យតែថាទៅគឺមិនដែលកិច្ចរួចទេគឺដឹងតែហាន់ណាដឹងតែញ៉ាំនេះនៅពេលដែលមកដល់កន្លែងតំបន់ដែលយើងត្រូវចុះនេះមិនថាទីតាំងណាគឺគេហៅ survey គាត់ថា tour leader គឺគេនឹងផ្ដល់ពេលយើងរយៈពេល1ម៉ោងសម្រាប់ការដើរយើងដើរទៅណាដើរទៅបន្ទាប់មកយើងត្រូវតែមកជួបនៅកន្លែងនឹង meeting point វិញនៅម៉ោងប៉ុន្មានហ្នឹងទៅអញ្ចឹងយើងត្រូវទៅឲ្យដល់កន្លែង meeting point ហ្នឹងនៅពេលវេលាដែលគេប្រាប់យើងដើម្បីកុំឲ្យទី1សំខាន់បំផុតនោះគឺឡានក្រុងចិញ្ចោល1000និយាយរួមទៅកម្មឆន Village នេះថាទូចមិនទូចថាធំមិនធំនិយាយទៅដើរមកចុកជើងខ្ញុំបន្ទាប់ពីដើរគ្រប់កន្លែងដែលកញ្ចប់ធួរដែលខ្ញុំបានទិញរួចនេះហើយគឺយប់ឡើងគឺថាដូចគេវាយ3ដបងអញ្ចឹងឈឺពេញខ្លួនឈឺអីព្រោះការនៅស្រុកខ្មែរយើងមិនដែលសូវដើរច្រើនអញ្ចឹងណាអ្នកទាំងអស់គ្នាតែពេលយើងមកនេះមានណាយើងដើររហូតហើយដូចឥឡូវនេះអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំកំពុងតែមានអារម្មណ៍ថា freeze មានអារម្មណ៍ចង់កកដៃហ្មងដល់ពេលចាប់ផ្ដើមរៀងល្ងាចតិចចាប់ផ្ដើមចុះត្រជាក់កាន់តែខ្លាំងហ្មងព្រោះនៅពេលព្រឹកប្រឡំឡើងនោះតែ2អង្សាណាទាំងអស់គ្នាត្រជាក់ខ្លាំងមែនតើហ្មងហើយនៅពេលដល់យប់កាន់តែចាប់ផ្ដើមនិយាយទៅអាកាសធាតុពេលដែលខ្ញុំទៅនៅខែ3ហ្នឹងគឺហៅថា spring season របស់គេហ្នឹងគឺត្រជាក់ខ្ញុំដូចជាចាំបានថានៅពេលដែលខ្ញុំtransfer នៅ Incheon ពេលហ្នឹងខ្ញុំឃើញព្រិលធ្លាក់មានន័យថាជាព្រិលធ្លាក់ចុងក្រោយគេណានៅថ្ងៃ29ខែ3ធ្លាក់មកតិចទេសម្រាប់ខ្ញុំទៅកូរ៉េ5ដងរួមទាំងលើកនេះខ្ញុំខ្វៀង winter រហូត winter season រហូតគឺរដូវធ្លាក់ព្រិលកូរ៉េ5ដងនេះគឺរដូវក្តៅរដូវស្លឹកឈើជ្រុះហើយនឹងរដូវ spring នេះគេហៅថារដូវផ្ការីកណាអញ្ចឹងនៅ winter season មួយទៀតមានរដូវ
ធ្លាក់ព្រិលតកណាខ្ញុំអត់ទាន់បានមានបទពិសោធន៍ទេចាំមើលខ្ញុំនឹងរកឱកាសទៅកូរ៉េម្ដងទៀតនៅខែធ្លាក់ព្រិលម្ដងចង់ដឹងថាព្រិលតកហ្នឹងមិនពួកខ្ញុំសម័យថាអញ្ចេះព្រិលពណ៌សដូចតកឈូសហ្នឹងបើយកទឹកសេរ៉ូទៅចាក់ញ៉ាំបានអត់ណាខ្ញុំចេះតែគិតរហូតហើយតាំងពីទូចមកខ្ញុំធ្លាប់មានការគិតអញ្ចឹងណាបើថាខ្ញុំចេះតែខ្វៀងអត់ទៅខែរដូវធ្លាក់ព្រិលដោយសារអីខ្ញុំចាញ់តិចពេលចឹងខ្ញុំចេះតែគិតរហូតខ្ញុំអត់ចង់ដូចលើកនេះអញ្ចឹងតាមពិតខ្ញុំត្រូវខ្ញុំបានវីសាតាំងពីខែ1តាមពិតបើសិនជាខ្ញុំមកកូរ៉េខែ1ក៏ខ្ញុំបានបទពិសោធន៍បានប៉ះព្រិលលេខដែរប៉ុន្តែខ្ញុំអត់ទេខ្ញុំសុខចិត្តពជាពេលរហូតដល់ខែ3បាទខ្ញុំមកដូចជាអត់មានអីនិយាយបន្តទៀតទេអញ្ចឹងអ្នកទាំងអស់គ្នាអាចនៅវីដេអូខ្ញុំជាបន្តបានអរគុណបានហ្នឹងហើយអូននេះលេឃើញគេលក់ទឹកហ៎nó cái thứ đấy sơ tụi mòn chú ô cái sơ cái lại nằm trọt cổ về tăng này nhắm tắt ơi miếng sao anh nè con nhắm tắt tích rồi nhắm tính nhanh không mà không mà mắt thấy mặt rồi coi thôi hai năm mẹ nó cầm này. What? 무서워.
Nó là mình sẽ lập kênh đây đi. Ôi, sao hiện rồi nó. Ada di sini. 여기 연주. And then there are those three in the Nó nhất middle. ấp được cái lưng. So I found, yeah. Con nhằm mà nó tiếc thế cái đây mà chán. Vâng, nắng ấy, nhà mở sân đấy. Anh hello. Anh nghe tình mất không? Chinganya nhạt. Strawberry, kere chinganya. Ruchet mà đấy. 루즈 스트로베리다. 오케이, 그러면 같이 보내야겠다. Màu đá này. Màu đá này. Mana? Ini ayam tepi. Cái này mà nó chụp cảnh cô nè, cô trong con này sao?